តើយើងគួរតែបន្តប្រើប្រាស់វីតាមីន D ដល់កូនអាយុប៉ុន្មានអញ្ចឹងមុននឹងចូលទៅដល់ចម្លើយនេះខ្ញុំចង់ឲ្យអ្នកនរគ្នាយល់ថាអ្វីទៅជាវីតាមីន D អញ្ចឹងវីតាមីន D គឺជាប្រភេទវីតាមីនមួយដែលវាជួយទៅដល់ការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹងហើយនិយាយទៅវាជាផ្នែកមួយដែលជួយឲ្យឆ្អឹងរឹងមាំហើយក៏វាជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់យើងផងដែរហើយវីតាមីន D នេះគឺជាប្រភេទវីតាមីនតែមួយគត់ដែលរាងកាយយើងអាចផលិតបានដែលអ្នកនរគ្នាតែងតែឃើញគ្រូពេទ្យគាត់ណែនាំឲ្យយើងនឹងនាំកូនទៅក្រៅខ្លះលេងក្រៅខ្លះដើម្បីទទួលបានវីតាមីនល្អពីព្រះអាទិត្យហ្នឹងឬក៏5 ថ្ងៃហ្នឹងរយៈពេល15 នាទីហ្នឹងគឺដើម្បីឲ្យរាងកាយយើងនឹងបានសំយោគនៅវីតាមីន D អញ្ចឹងបើសិនជាមានកង្វះវីតាមីន D ទៅលើកូនក្មេងខ្លះគាត់អាចមានអាការៈដែលជ្រុះសក់ហើយក៏ធ្វើឲ្យគាត់នឹងគេងអត់សូវស្កប់ដែរហើយមួយវិញទៀតអ្នកនរគ្នាអាចសង្កត់បានសម្រាប់កូនក្មេងបើសិនជាគាត់មានកង្វះវីតាមីន D យើងអាចមើលសម្គាល់ទៅលើធ្មេញអាចមើលទៅគាត់ដុសធ្មេញយឺតឬក៏មួយទៀតនឹងធ្មេញគាត់ដុសមកអត់សូវស្អាតចឹងដើម្បីទទួលបានវីតាមីន D ឲ្យបានគ្រប់គ្រាន់យើងដឹងហើយទី1តាមរយៈចំណីអាហារយើងអាចទទួលទាននៅអាហារដែលសម្បូរទៅដោយវីតាមីន D ដូចជានៅក្នុងស៊ុតនៅក្នុងត្រីសាម៉ុនឬក៏នៅក្នុងអាហារមួយចំនួនទៀតអាចនៅក្នុងអាហារខ្លះគេដាក់ថា fortified វីតាមីន D ឬក៏នៅក្នុងទឹកដោះគោសម្បូរទៅដោយវីតាមីន D ដូចគ្នាឬក្នុង yogurt ក៏មានដូចគ្នាហើយក្រៅពីទទួលបានពីចំណីអាហារយើងអាចឲ្យកូនយើងនឹងត្រូវចេញទៅក្រៅត្រូវថ្ងៃខ្លះប៉ុន្តែជៀសវាងនៅចន្លោះម៉ោង11រហូតដល់ម៉ោង3 4ហ្នឹងគឺជាចន្លោះពេលដែល UV ខ្ពស់អញ្ចឹងអ្នកនរគ្នាមិនគួរឲ្យកូនលេងពេលហ្នឹងឯងអាចប៉ះពាល់ទៅដល់ស្បែករបស់គាត់អញ្ចឹងណាអញ្ចឹងពេលដែលល្អគឺពេលផឹកយើងអាចឲ្យគាត់ត្រូវប្រហែលជា15 នាទីតែបើក្នុងករណីកូនអ្នកនរគ្នាគាត់អូខេយើងអត់មានពេលវេលាឲ្យគាត់ត្រូវពលឺថ្ងៃជួនកាលយើងរវល់ដែរឬក៏មួយទៀតគឺពាក់ព័ន្ធនឹងការញ៉ាំអាហាររបស់គាត់មិនសូវបានល្អអ្នកនរគ្នាក៏អាចបន្ថែមនៅវីតាមីនតាមរយៈគេហៅថាបតក់ធ្មេញឬក៏ជាប្រភេទ spray អញ្ចឹងការបន្ថែមហ្នឹងគឺយើងអាចបន្ថែមរហូតទៅដល់គាត់ពេញវ័យប៉ុន្តែសួរថាតើយើងគួរបញ្ឈប់ពេលណាគឺយើងមើលទៅលើ lifestyle របស់គាត់ថាគាត់នឹងជាក្មេងដែរគាត់ថាត្រូវពលឺថ្ងៃច្រើនអត់ការញ៉ាំអាហាររបស់គាត់នឹងបានល្អអត់អញ្ចឹងបើសិនជាគាត់ការញ៉ាំអាហាររបស់គាត់ល្អដែរគាត់ត្រូវពលឺថ្ងៃដែរអញ្ចឹងគឺយើងមិនបាច់បន្ថែមឲ្យគាត់ទេប៉ុន្តែបើក្នុងករណីថាការញ៉ាំអាហាររបស់គាត់មិនសូវល្អគាត់មិនសូវបានលេង active ទៅក្រៅទេយើងគួរតែបន្ថែមប៉ុន្តែនៅក្នុងបរិមាណមួយដែលគួរតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យហើយកម្រិតប្រើប្រាស់ទៅលើវីតាមីន D សម្រាប់ទារកគឺគេប្រើសម្រាប់ baby ដែលនៅក្រោម6ខែគឺគេ200ប្រើ200 IU សម្រាប់6ខែរហូតដល់1ខួបគេប្រើ400 IU និង1ខួបឡើងទៅគេប្រើរហូតដល់600 IU ចាប់ពី6ឆ្នាំឡើងទៅដល់មនុស្សពេញវ័យយើងហ្នឹងគឺចន្លោះពី600ទៅ800 IU ចឹងការប្រើប្រាស់វីតាមីន D គឺមានសារៈសំខាន់មិនមែនតែសម្រាប់កូនដែលក្នុងកំពុងតែវ័យកំពុងលូតលាស់ទេសូម្បីតែមនុស្សធំយើងក៏ត្រូវការដូចគ្នាព្រោះថាវីតាមីន D វាដើរតួនាទីនៅក្នុងការបង្កើនការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹងនិងជាប្រព័ន្ធភាពស៊ាំការពាររាងកាយហើយដូចជាយើងរាល់ថ្ងៃគឺយើងត្រូវការសារធាតុចិញ្ចឹមទាំង5ក្រុមជាប្រចាំ daily ការដែលយើងប្រើជីវិតប្រចាំថ្ងៃហ្នឹងគឺដើម្បីដំណើរការផ្សេងៗក្នុងរាងកាយបើសិនជាយើងអត់ទទួលបានសារធាតុចិញ្ចឹមពីចំណីអាហារបានគ្រប់គ្រាន់ទេគឺវាធ្វើឲ្យយើងនឹងមានសុខភាពមិនសូវល្អដូចអ្នកនរគ្នាដឹងអញ្ចឹងមិនមែនថាតើតាក្មេងទៅប្រើមនុស្សធំមិនបាច់ប្រើអត់ទេគឺយើងត្រូវតែមើលទៅលើតុល្យភាពនៅក្នុងការញ៉ាំអាហាររបស់យើងបើយើងគិតថាយើងទទួលបាននៅសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមរយៈចំណីអាហារហើយយើងមិនបាច់បន្ថែមគេហៅថាវីតាមីនបន្ថែមឬក៏យើងប្រើពាក្យភាសាអង់គ្លេសហៅថា supplement បន្ថែមទេញ៉ាំតែអាហារ3ពេលរបស់យើងហ្នឹងគឺអូខេហើយ